លោកគ្រូខ្ញុំចង់ឲ្យកូនរៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ Political Science មុខវិជ្ជារដ្ឋបាលសាធារណៈ Public Administration មុខវិជ្ជាគ្រប់គ្រងខ្ញុំសូមមីងថាមីងសពថ្ងៃធ្វើអីមីងជាកសិករគ្រួសារមីងជាកម្មករសំណង់មីងធ្វើការនៅរោងចក្រមីងចង់ឲ្យកូនរៀនមុខវិជ្ជាទាំងអស់នេះសម្រាប់ខ្ញុំយល់ថាមិនគួររៀនទេមុខវិជ្ជា Political Science វិទ្យាសាស្ត្រនយោបាយគឺរៀនអំពីទ្រឹស្ដីនយោបាយរៀនអំពីច្បាប់ជាតិច្បាប់អន្តរជាតិរៀនអំពីការគ្រប់គ្រងរដ្ឋសំណួរសួរថានៅពេលដែលកូនមីងរៀនចប់តើគាត់អាចរកការងារធ្វើបានទេមីងមានបងប្អូនជាប្រធានគណៈបកនយោបាយមែនតើមីងមានខ្សែជាមន្ត្រីរាជការមែនបានជាមីងឲ្យកូនរៀន Political Science កូនមីងអាយុ18ឆ្នាំចប់វិទ្យាល័យ22ឆ្នាំចប់បរិញ្ញាបត្រតើគាត់អាចមានលទ្ធភាពនៅក្នុងការប្រឡូកនៅក្នុងនយោបាយទេដឹកនាំនយោបាយបានទេដឹកនាំប្រទេសជាតិបានទេចម្លើយគឺអត់បានដូច្នេះមានន័យថាបើសិនជាមីងឲ្យកូនរៀន Political Science ពេលដែលចប់កូនមីងនឹងទាត់ខ្យល់មុខវិជ្ជា Public Administration រដ្ឋបាលសាធារណៈមានន័យថារៀនពីការគ្រប់គ្រងរដ្ឋពីការដឹកនាំប្រទេសមីងដែលឃើញមុខវិជ្ជានេះរៀនចប់គេមានជ្រើសរើសបុគ្គលិកទេគេជ្រើសរើសបុគ្គលិកធ្វើជាមេឃុំមេភូមិរើសចៅហ្វាយស្រុករើសចៅហ្វាយខេត្តរើសនាយករដ្ឋមន្ត្រីទេមុខវិជ្ជាទាំងអស់នេះជាមុខវិជ្ជាដែលរៀនសម្រាប់ដឹកនាំប្រទេសដូច្នេះកូនមីងអាយុ18 22ឆ្នាំចប់បរិញ្ញានឹងតើអាចទៅដឹកនាំក្រុមហ៊ុនគេបានគ្រប់គ្រងក្រុមហ៊ុនគេគ្រប់គ្រងប្រទេសបានទេដូច្នេះខ្ញុំគិតថាមិនអាចទេមីងមិនគួរឲ្យកូនរៀនមុខវិជ្ជា Public Administration ទេមុខវិជ្ជាគ្រប់គ្រងដូចគ្នាគ្រប់គ្រងគឺការរៀនអំពីការគ្រប់គ្រងក្រុមហ៊ុនគ្រប់គ្រងស្ថាប័នណាមួយកូនរបស់មីងអាយុ22ឆ្នាំមីងអាចគិតថាគាត់អាចនឹងត្រូវបានគេជ្រើសរើសឲ្យគាត់ទៅគ្រប់គ្រងក្រុមហ៊ុនគេទេនៅពេលដែលគាត់រៀនចប់ខ្ញុំនិយាយនេះដើម្បីចង់ផ្ដល់ជាសារអប់រំមួយទៅកាន់បងប្អូនដែលមកពីគ្រួសារស្រុកស្រែជនបទទៅដល់បងប្អូនសិស្សានុសិស្សទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាបុគ្គលិក marketing នៅតាមសាកលវិទ្យាល័យបើសិនជាមានសិស្សចេញពីស្រុកស្រែទៅគាត់ចង់រៀនមុខវិជ្ជា Political Science សូមកុំបញ្ចើបញ្ជូគាត់ឲ្យរៀនអីអាណិតគាត់ពីព្រោះមុខវិជ្ជានេះជាមុខវិជ្ជាដែលពិបាករកការងារធ្វើណាស់សម្រាប់ក្មេងអាយុ22ឆ្នាំមុខវិជ្ជារដ្ឋបាលសាធារណៈក៏ពិបាកដូចគ្នាមិនអាចមានអ្នកណាគេជ្រើសរើសមេឃុំជ្រើសរើសចៅហ្វាយស្រុកឬចៅហ្វាយខេត្តទេមេឃុំចៅហ្វាយស្រុកចៅហ្វាយខេត្តជាមុខវិជ្ជាដែលជាការងារដែលរៀបចំទូនាទីដែលរៀបចំដោយគណៈបកនយោបាយហើយកូនសិស្សអាយុ22ឆ្នាំហ្នឹងតើទៅអាចធ្វើមេដឹកនាំបានទេគ្រប់គ្រងដូចគ្នាគ្មានក្រុមហ៊ុនណាគេជ្រើសរើសយកក្មេងអាយុ22ឆ្នាំទៅគ្រប់គ្រងក្រុមហ៊ុនគេទេដូច្នេះសូមកុំឲ្យកូនរៀនមុខវិជ្ជាហ្នឹងអីបើសិនជាយើងគ្មានខ្សែគ្មានកន្លោះហើយគ្មានបណ្ដាញសូមឲ្យគាត់រៀនមុខវិជ្ជាណាដែលងាយនឹងរកការងារធ្វើយើងចេញពីស្រុកស្រែជនបទទៅមុខវិជ្ជាដែលសំខាន់គឺមុខវិជ្ជាឯកទេសសំខាន់សម្រាប់កូនអ្នកស្រែគឺមានកសិកម្មជំនាញមេកានិកជាជំនាញមួយដែលយើងអាចរៀនទៅហើយគឺយើងនឹងងាយស្រួលរកការងារធ្វើទោះបីជាយើងមិនធ្វើការឲ្យគេក៏មុខវិជ្ជាទាំងអស់នោះអាចធ្វើឲ្យយើងធ្វើការដោយខ្លួនឯងរកចំណូលសម្រាប់ខ្លួនឯងដែរនៅពេលដែលយើងមានចំណូលសម្រាប់ខ្លួនឯងហើយបើសិនជាប្អូនក្មួយស្រឡាញ់មុខវិជ្ជា Political Science រដ្ឋបាលសាធារណៈឬគ្រប់គ្រងប្អូនរៀនថ្នាក់បន្តក៏បានដែរអ្វីដែលសំខាន់លោកគ្រូចង់ផ្ដល់ជាយោបល់ថាសូមឲ្យមានដើមទុនជំនាញវិជ្ជាជីវៈមួយសិនសូមឲ្យមានដើមទុនឯកទេសសម្រាប់ខ្លួនសិនដើម្បីយើងអាចយកវាមកប្រើនៅក្នុងការសន្សំកម្លាំងសន្សំធនធានសម្រាប់យើងបន្តទៅមុខទៀតខ្ញុំចង់និយាយឡើងវិញថាសូមបងប្អូនដែលចេញពីស្រុកស្រែជនបទទៅកុំជ្រើសរើសរៀនមុខវិជ្ជា3នេះអីពីព្រោះជាមុខវិជ្ជាដែលមានតម្រូវការទីផ្សារតិចហើយជាមុខវិជ្ជាដែលភាគច្រើនកូនដែលមកពីគ្រួសារដែលគាត់ជាអ្នកដឹកនាំគឺគាត់ចង់បណ្ដុះបណ្ដាលកូនចៅរបស់គាត់ឲ្យកាន់កិច្ចការបន្តសម្រាប់បងប្អូនជាកូនអ្នកក្រកសិករក្រីក្រកុំប្រាថ្នាមុខវិជ្ជា3នេះអីតែបើមានចិត្តស្រឡាញ់ចង់រៀនសូមរៀនយកជំនាញឯកទេសណាមួយដាក់ខ្លួនសិនរួចហើយចាំរៀបចំខ្លួនសិក្សាមុខវិជ្ជាដែលខ្លួនស្រឡាញ់នេះបន្តខ្ញុំសូមជូនយោបល់ប៉ុណ្នេះសូមអរគុណ